ពូជាអ្នកចេញថ្លៃរៀនសូត្រចាំក្មួយឯងប្រឡងជាប់ចូលសាលានៅក្រុងជាងឆឹងយកសម្បត្តិនេះទៅរកពូនៅសាលាថ្នាំពូជុំខាងក្នុងក្រុងទៅណាចាំនៅបាទខ្ញុំចាំហើយពូក្មួយឯងមិនគួរចំណាយពេលពេញមួយជីវិតខ្វៀលគោកាប់អស់អញ្ចឹងទេក្មួយត្រូវតែដើរចេញពីតំបន់ភ្នំមួយនេះពេលឆ្នាំក្រោយមកលោកពូឈីនខ្ញុំមកដល់ហើយណែមកទីនេះមានការអីសួស្ដីបងខ្ញុំមករកលោកពូឈីនហួយរឿនបាទលោកពូឈីនហើយឡើងស្និទ្ធមកវើយអានេះគឺកាលពី3ឆ្នាំមុនលោកពូឈីនប្រាប់ថាបើខ្ញុំប្រឡងជាប់ចូលរៀននៅក្រុងជាងឆឹងឲ្យមករកគាត់នៅទីនេះសម័យនេះពួកបោកប្រាស់ពូកែតែងរឿងមកវើយហាឡើង3ឆ្នាំមុនស្ដាប់ទៅដូចរឿងពិតអញ្ចឹងខ្ញុំមិនមែនអ្នកបោកប្រាស់ទេខ្ញុំយកដំណឹងល្អមកប្រាប់គាត់តាដំណឹងល្អអាងប់ឯងនេះមានដំណឹងល្អអីទៅឆាប់ចេញឲ្យឆ្ងាយទៅកុំមករកស៊ីរំខានភ្ញៀវគេវើយចុះភ្លាមនរណាឲ្យពួកឯងមករុញច្រានគ្នានៅទីនេះហាអ្នកនាងគឺអាក្មេងក្រីក្រនេះវាមករករឿងខ្ញុំកំពុងតែដេញវាចេញយ៉ាងណានេះគឺជាផ្សិតលីងជឿព្រៃកម្រិតកម្ពុជាតើនៅទីក្រុងរកទិញមិនបានទេណាឯងបានវាមកពីណានេះជារបស់ដែលខ្ញុំបេះបានពីលើភ្នំខ្ញុំឈ្មោះចិនហ្វានមករកលោកពូឈីននិងអ្នកមីងស៊ូបាទអូឯងនឹងហើយគឺចិនហ្វានខ្ញុំឧស្សាហ៍ឬប៉ាម៉ាក់និយាយពីឯងណាគាត់ថាឯងធ្លាប់ជួយសង្គ្រោះជីវិតពួកគាត់ទៀតផងប៉ាខ្ញុំនៅខាងក្រោយចាំខ្ញុំនាំឯងទៅរកគាត់ឈីនហួយរឿនប្រាប់អាឈីនហួយរឿនឲ្យចេញមកភ្លាមវើយសាលាថ្នាំឯងលក់ថ្នាំคล้ายៗធ្វើឲ្យប៉ាអញคล้ายជាអញ្ចឹងមានរឿងអីហ្នឹងទីនេះលក់ថ្នាំคล้ายៗមិនអាចទៅរួចទេមើលទៅលោកគ្រូពេទ្យឈីនគាត់ល្អណាស់តើទុកឲ្យខ្ញុំពិនិត្យមើលលោកតាបន្តិចមើលកុំប៉ះប៉ាអញវើយពួកឯងចង់សម្លាប់គាត់មែនទេហាប្រយ័ត្នខ្ញុំមិនអីទេប៉ុន្តែអាការៈលោកតាដូចជាធ្ងន់ធ្ងរណាស់មានរឿងអីហ្នឹងឈីនហួយរឿនទីបំផុតឯងព្រមចេញមកហើយតាហោព្រឹកមិញប៉ាអញមកសុំថ្នាំនៅទីនេះផឹកទៅតែអស់ស្រាប់តែខ្លាយជាអញ្ចឹងហ្មងថ្ងៃនេះបើឯងមិនដោះស្រាយឲ្យទេអញវីកំទេចគ្លីនិកកញ្ចាស់ឯងចោលមិនខានជីបចរដើរមិនស្រួលដៃជើងប្រកាច់អាការៈនេះដូចជាពោលថ្នាំហើយគឺនៅហាអាឈីនហួយរឿនវាសារភាពខ្លួនឯងថាពោលថ្នាំហើយគឺថ្នាំដែលពួកឯងផ្សំឲ្យនឹងខ្ញុំថាដូចជាពោលថ្នាំប៉ុន្តែមិនប្រកាសថាមកពីថ្នាំរបស់ខ្ញុំទេថ្នាំចេញពីកន្លែងពួកឯងបើមិនមែនកំហុសពួកឯងកុំប្រាប់ណាថាអញអ្នកសម្លាប់ប៉ាខ្លួនឯងនោះហា